គ្នាថ្ងៃនេះជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយនៅវីដេអូថ្មីហើយផ្លែផ្នែកតែម្ដងពុកម៉ែបងប្អូនថ្ងៃដែរតនេអញ្ចឹងហើយក៏វាស់សម្ពាធឈាមឲ្យយាយតាអញ្ចឹងទៅពុកម៉ែបងប្អូននៅដើម្បី control ឈាមរបស់គាត់ថាប៉ុណ្ណាអញ្ចឹងទៅណាបើយើងអត់តាមដានអត់អីទេយើងអត់ដឹងថាសម្ពាធឈាមរបស់គាត់មិនទេអញ្ចឹងហើយតនេអញ្ចឹងទៅក៏យើងចាប់ផ្ដើមធ្វើការវាស់សម្ពាធឈាមជូនគាត់ទៅហើយឥឡូវចាប់ផ្ដើមវាស់បងប្អូនទាំងគ្នាសូមអញ្ជើញទស្សនាទាំងគ្នាទៅហើយ vlog ថ្ងៃណាគឺមានដូចទៅអញ្ចឹងហើយបងប្អូនទាំងគ្នាសូមអញ្ជើញទស្សនាដោយរីករាយណាពុកម៉ែបងប្អូនបន្ទាប់ពីយើងធ្វើការវាស់ឈាមវាស់អីហើយយើងក៏ដោះប្រសានឹងចេញដើម្បីទុកដើមតមកក៏ទៅវាស់ឲ្យម៉ាក់ខ្ញុំម្ដងទៀតមិញវាស់ឲ្យតាវាស់ឲ្យយាយឥឡូវក៏វាស់ឲ្យម៉ាក់វាស់ឲ្យប៉ាចឹងណាពុកម៉ែបងប្អូនព្រោះគ្រួសារយើងនេះទៅយើង control សម្ពាធឈាមរបស់គាត់ទៅខ្លាចឡើងខ្លាំងពេកទៅក៏វាធ្វើឲ្យមានហានិភ័យដែរបើចុះខ្លាំងពេកក៏មានហានិភ័យដែរពុកម៉ែបងប្អូនចឹងហើយត្រូវតែ control បន្តិចយើងអាសាវាស់ទៅ3ខែម្ដងឬក៏2ខែម្ដងអញ្ចឹងទៅពុកម៉ែបងប្អូនអាសាទៅឆែកសុខភាពផងណាពុកម៉ែបងប្អូនពិសេសគឺសម្ពាធឈាមនឹងតែម្ដងអាហ្នឹងបើសិនជាវាឡើងខ្លាំងពេកក៏អត់សូវល្អដែរតោះបើយើងធ្វើការវាស់ឈាមវាស់ហើយក៏មានត្រេនមួយនៅផ្ទះអញ្ចឹងហើយទុកទៅទៀតពុកម៉ែបងប្អូនមានអារម្មណ៍ថាហែវដែរចាំធ្វើការវាស់មកការពុះត្រេនច្រឡំវាស់ដែរធ្វើការពុះត្រេនរបស់យើងអញ្ចឹងបងប្អូនមិនជំនាញខាងពុះទេប៉ុន្តែអាចពុះញ៉ាំបានណាអានេះអាចធ្វើជាអ្នកលក់ថ្មីថ្មបានពុកម៉ែបងប្អូនប៉ុន្តែវាស់ទៅឡើងសាច់ខ្ទេចតែម្ដងប៉ុន្តែក៏រសាខ្លួនឯងដែរថាអាចពុះបានពុកម៉ែបងប្អូនមើលតានេះជំនាញដល់មើលតានេះពុះចឹងមកមានហើយចឹងត្រូវទៅញ៉ាំអូយសាច់ល្អទីពុកម៉ែបងប្អូនសបត់ឡើងស្ដាងតែម្ដងពុកម៉ែបងប្អូនឥឡូវយើងពុះបានហើយមួយខ្លែបហ្នឹងឥឡូវធ្វើការពុះទៅបងប្អូនអើយពុះបដាញ៉ាំបដានិយាយថាពីជាតិនោះជាតិខ្ទិះនោះខ្ទិះពុកម៉ែបងប្អូនឥឡូវធ្វើការពុះមួយទៀតពុះមួយខ្លែបទៀតហើយតរិននេះនិយាយថាពីល្អរបស់គេទៅឡើងផ្អែមឡើងខ្ទិះទៅឡើងមួយសាច់ត្រកគោមកឡើងប៉ាន់មុខបងប្អូនខ្ញុំបងប្អូនជាមួយខ្ញុំដាក់ខ្ទឹមលើមុខគាត់ចាប៉ាន់មុខគាត់តែម្ដងហើយមកគាត់ញ៉ាំនេះដល់ខ្ទិះប៉ុណ្ណាទេគ្រប់ឥឡូវវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ហើយអញ្ចឹងសូមជម្រាបលាពុកម៉ែបងប្អូនហើយកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណជម្រាបលាបាយបាយ